នេះគឺជា Farm Experience មួយនៅក្នុង Minecraft Java Edition ហើយនៅក្នុង Bedrock ក៏មានដែរបើខោខ្ញុំទៅមើលឃើញហីជាង Farm នេះផងដែរគឺថាវាអាច spawn នៅពពួក Silverfish ច្រើនមែនតើអាចឲ្យយើងកាប់ហើយទទួលបាន Experience ដែលងាយៗតែម្ដងអ្នកនរគ្នាជាងហើយមុននឹងចូលទៅវីដេអូនេះសូមកុំភ្លេចជួយ Subscribe និងបើកសញ្ញាកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតឥឡូវយើងចូលទៅទាំងអស់គ្នាប៉ុន្តែជប់សិនកុំភ្លេចនៅរបស់មួយចំនួនដែលយើងត្រូវការប្រើប្រាស់វាដើម្បីសង់ Farm មួយនេះវារៀងពិបាករកគ្រាន់បើដែរចាប់ផ្ដើមមកអ្នកនរគ្នាត្រូវដាក់ដុំ dispenser មួយរួចហើយយើងចាប់ផ្ដើមរៀបប្លុកទៅគៀនឲ្យបានប្រវែងប្រហែល4ប្លុកហើយយើងរៀបឲ្យបានសងខាងតែម្ដងបន្ទាប់ពីបានសងខាងហើយយើងដាក់អាកដានេះ2ប្លុកផងដែរនិយាយទៅឡៃនេះគឺអ្នកនរគ្នារៀបតាមខ្ញុំទាំងអស់ហើយអីដែលសំខាន់គឺថាយើងត្រូវតែប្រើប្លុកអីផ្សេងក្រៅពីប្លុកថ្មមិនថាថ្មប្រភេទអីក៏ដោយជៀសវាងកុំប្រើថ្មឲ្យសោះហើយដែលសំខាន់គឺកន្លែងនេះអ្នកនរគ្នាទៅរៀបឲ្យដូចខ្ញុំតែម្ដងជាដំបូងយើងធ្វើការដាក់ slab បន្ទាប់មកយើងដាក់ផ្កាកន្លាប់ខ្មៅនៅកណ្ដាលដុំ dispenser ដែលយើងអាចទទួលបានវាតាមរយៈការវាយជាមួយនឹង Mayweather អញ្ចឹងនៅពេលដែលយើងវាយ May ហ្នឹងទៅគឺនឹងឃើញធ្លាក់ផ្កាកន្លាប់ហ្នឹងមកហើយបន្តមកទៀតអ្នកនរគ្នាធ្វើការរៀបតាមខ្ញុំទៀតមកវាអត់មានអីត្រូវស្មុគស្មាញច្រើនទេមកដល់កន្លែងនេះគឺអ្នកនរគ្នាត្រូវជីកដីសងខាងសិនបន្ទាប់មកយើងចាក់ទឹកនៅក្នុងប្លោះ slab ហ្នឹងហើយតមកយើងយកដីមកបិទប្លោះហ្នឹងទៅគឺទឹកវាហូរទៅខាងនោះហើយចំពោះជំហានបន្ទាប់នោះអ្នកនរគ្នាធ្វើការបិទប្លោះបិទអីវិញឲ្យស្អាតមកគឺរួចរាល់ហើយឥឡូវយើងធ្វើការចុះមកក្រោមបន្តិចបន្ទាប់មកអ្នកនរគ្នាធ្វើការជីកប្លោះតាមខ្ញុំចឹងមកហើយឥឡូវនេះយើងជីកតែប្លោះ2នេះបានហើយរួចហើយយើងដាក់លបងនិងដាក់ឆាបដរមួយនៅពីលើលបងហ្នឹងតមកទៀតអ្នកនរគ្នាអោនមកក្រោមកញ្ចក់បន្តិចហើយយើងដាក់ប្រទះ slab មួយទៀតនៅក្រោមកញ្ចក់នឹងផងដែរចឹងបានប៉ុណ្្នឹងមកអ្នកនរគ្នាធ្វើការបិទដីបិទអីវិញឲ្យស្អាតទុកតែប្រឡោះដើរទៅគឺថាយើងរួចរាល់បានមួយជំហានទៀតហើយចឹងជំហានបន្ទាប់អ្នកនរគ្នាត្រូវដើរមកក្រោយដុំ dispenser រួចហើយយើងជីកប្រឡោះនៅខាងក្រោយនឹង3ប្លុកចុះទៅក្រោមហើយយើងទុកចោលនៅនឹងសិនឥឡូវយើងងាកមកពេលយប់បន្តិចអ្នកនរគ្នាត្រូវដើរទៅរក zombie ឲ្យបានមួយក្បាលហើយធ្វើមិនក៏ដោយឲ្យវាធ្លាក់ចូលទៅក្នុងប្រហោងដែលយើងបានជីកមុនហ្នឹងចឹងបន្ទាប់ពីវាធ្លាក់ចូលហើយអ្នកនរគ្នាត្រូវទៅយក name tag មួយដូរដាក់ឈ្មោះឲ្យក៏បានដែររួចហើយយើងយកទៅដាក់ឈ្មោះឲ្យ zombie ហ្នឹងបន្តមកទៀតយើងបិទប្លុកនៅពីលើក្បាលវាគឺជាការស្រេចឥឡូវយើងងាកមកពេលព្រឹកវិញគឺថាអ្នកនរគ្នាត្រូវទៅចាប់សត្វ armadillo ឲ្យបានយ៉ាងតិច4ទៅ5ក្បាលហើយយើងចាប់តាមវិធីណាក៏បានដែរបន្តមកយើងត្រូវយកវាទៅដាក់ចូលនៅក្នុងប្រហោងដែលមានកលាបខ្មៅហ្នឹងចឹងត្រង់កន្លែងនេះបើអ្នកនរគ្នាចាប់បានកាន់តែច្រើនគឺវាកាន់តែល្អតែម្ដងហើយបន្ទាប់ពីចាប់រួចរាល់យើងបិទកញ្ចក់បិទអីវិញមកបន្ទាប់មកយើងចាប់ដើមជំរះផ្លូវឲ្យទៀបភ្លើងឬក៏កាកសំណល់ហ្នឹងឲ្យស្អាតវិញឲ្យអស់មកអូខេអញ្ចឹងចំពោះជំហានចុងក្រោយគឺអ្នកនរគ្នាត្រូវផលិតថ្នាំមួយប្រភេទដែលវាហៅថា investigation potion អញ្ចឹងវាមានន័យពិបាកទេយើងប្រើអ្នកតវ៉ាត់ថ្មដុតហើយនឹង gun powder ងាយៗខ្លាំងមែនតើហើយបន្ទាប់ពីបានថ្នាំនេះហើយអ្នកនរគ្នាត្រូវយកវាទៅដាក់ចូលទៅក្នុងដុំ dispenser រួចហើយយើងយកបតុងមួយទៅដាក់នៅជាប់ដុំហ្នឹងគឺថា farm យើងបានរួចរាល់ 100% អ្នកនរគ្នាចឹងដើម្បីអាចបើកដំណើរការវាបានគឺអ្នកនរគ្នាត្រូវទៅចុចប៊ូតុងនៅខាងក្រោយដុំ dispenser ចឹងប៉ាំរបស់យើងនឹងចាប់ផ្ដើមដំណើរការហើយគឺថាអ្នកនរគ្នាអាចមើលបាននេះគឺថាពួក silverfish ចេញមកច្រើនមែនតើហើយត្រង់កន្លែងនេះអ្នកនរគ្នាអាចមានជំរឿ2យើងអាចចាំឲ្យវាធ្លាក់មកឲ្យច្រើនចាំកាប់ក៏បានឬក៏វាធ្លាក់មកភ្លាមយើងកាប់ភ្លាមក៏បានដែរនិយាយទៅធ្វើមិនក៏បានដែរមើល experience គឺធ្លាក់មកញាប់ខ្លាំងមែនតើអ្នកនរគ្នាឥឡូវខ្ញុំនឹងសាកកាប់វារយៈពេល2នាទីចាំមើលថាវាអាចនឹងទទួលបានអីខ្លះហើយនេះគឺថា2នាទីគឺយើងទទួលបានរហូតទៅដល់24 experience level ដែរនោះអ្នកនរគ្នាគឺថាវាច្រើនគួរសមដែរប៉ុន្តែវាមិនដល់នៅក្នុង bedrock ទេអញ្ចឹងដូចខ្ញុំនិយាយតាំងពីដើមអញ្ចឹងបើសិនជាអ្នកនរគ្នាដាក់ armadillo កាន់តែច្រើនគឺវាទទួលបានកាន់តែច្រើនហើយបើដាក់ច្រើនពេកវាអាចនឹងគៀងអីចឹងទៅហើយថ្ងៃនេះយើងមានតែប៉ុណ្្នឹងអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូថ្មីបន្តទៀតបាយបាយ